សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយតាំងព្រឹកព្រលឹមគឺខ្ញុំបានរៀបចំដាក់បបរឲ្យត្រីដែលចំណីធម្មជាតិរបស់ត្រីរបស់ខ្ញុំគឺដោយសពដងចឹងឯងគឺមានតែដើមចេកយើងយកមកវាមកកិនហើយនឹងដាក់បបរវាជាមួយនឹងកញ្ចុងកហើយយើងបបរឲ្យខាប់ទៅដាក់ឲ្យវាស៊ីត្រីរបស់ខ្ញុំដែរគឺវាអត់សូវធំល្អទេដោយសារតែយើងអត់មានអាហារជាសាច់ឲ្យវាបំពន់ជាសាច់ឲ្យវាអញ្ចឹងឲ្យវាស៊ីបែបធម្មជាតិដូចជាមានបបរដើមចេកនឹងឯងចំណែកដើមចេកនេះគឺមកពេលនេះគឺ2ដើមធំហើយពីមុនយើងហាន់ដោយដៃតែឥឡូវយើងមានជំនួយការដ៏ពិសេសគឺយើងប្រើម៉ូទ័រសម្រាប់កិនតែការប្រើម៉ូទ័រនេះក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដែរព្រោះវាទាក់ទងនឹងសុវត្ថិភាពជាធម្មតាផ្លែកាបិតរបស់វានេះគឺយើងកិន 3-4 ដងគឺដុសយកមកសម្លៀងម្ដងដើម្បីឲ្យផ្លែកាបិតរបស់វានេះមុតដល់ពេលយើងកិនទៅវាអត់សូវតឹងម៉ូទ័រអញ្ចឹងហើយម៉ូទ័ររបស់យើងក៏វាមានអាយុកាលបានយូរកាលណាយើងកិនទៅវាតឹងម៉ូទ័រវាអាចធ្វើឲ្យម៉ូទ័រយើងឆេះហើយសលៀងនេះតើអ្នកស្រុកស្រែបានចេះសលៀងអ្នកផ្សារអត់ចេះសលៀងទេផ្លែកាបិតនេះអត់សលៀងឲ្យមុតខ្លាំងទេគឺខ្ញុំសលៀងលុំគេហៅថាលុំអញ្ចឹងយកមុតតែ 50% ទេចំណែកដើមចេកគឺវាធំដើមវាធំអញ្ចឹងហើយដល់ពេលយើងដាក់ចូលក្នុងម៉ាស៊ីននឹងម៉ូទ័រកាត់វាធ្វើឲ្យម៉ូទ័រនឹងតឹងអញ្ចឹងហើយដើម្បីងាយស្រួលហើយលឿនគឺដើមចេកគឺខ្ញុំបកសបកវាចេញ4 5 6 7 8សបកចេញដើម្បីឲ្យដើមចេកវានៅតូចងាយស្រួលកិនអញ្ចឹងកាលណាយើងដាក់ទាំងធំអញ្ចឹងវាទី1ម៉ូទ័រវាតឹងទី2គឺយើងលើកទៅយើងឈរកាន់យូរវាធ្ងន់អញ្ចឹងនេះខ្ញុំចាប់ផ្ដើមកិនសបកវាដែលយើងបកអញ្ចឹងបើសិនជាមានសបកអញ្ចឹងយើងកិនស្រួលវាធូរនេះដើមចេកដែលយើងបករួចហើយឃើញនេះពេលដាក់កិនចេះទៅឃើញថាមានភាពរលូនហើយម៉ូទ័រក៏វាអត់តឹងដែរបើសិនជាបងប្អូនអ្នកដែលចិញ្ចឹមគោបើសិនជាគោអាចស៊ីដើមចេកលេងមួយកន្ទក់អីអញ្ចឹងទិញម៉ាស៊ីនមួយទៅម៉ូទ័រនេះមួយទៅកិនអញ្ចឹងឲ្យវាស៊ីយើងកុំប្រឡែងគោដើរពេញទៅថ្នល់អីចឹងទាក់ទងនឹងសុវត្ថិភាពអ្នកធ្វើចរាចរណ៍ហើយការកិនដើមចេកនេះក៏មិនងាយស្រួលដែរបន្ទាប់ពីកិនរួចហើយក៏ខ្ញុំមានក្រុមការងារអ្នកប្រមូលម៉ែក្មេកគាត់តែឯងគាត់ឧស្សាហ៍ណាគាត់អត់មើលនឹងភ្នែកទេឃើញគូភាសាធ្វើអីក៏គាត់ជួយធ្វើដែរគាត់អត់មានការប្រកាន់អីទេចឹងនិយាយគាត់ជួយមកចប់សំណាងបានម៉ែក្មេកឪពុកក្មេកល្អចេះជួយទុកធរៈមកចប់សពគ្រប់ទាំងអស់រាល់ដងតើគាត់ទេអ្នកបបរខ្ញុំគាត់ថាកិនហើយខ្ញុំទុកចោលខ្ញុំកើតការបបរតែថ្ងៃនេះដល់ថ្ងៃសៅរ៍អញ្ចឹងហើយក៏រៀបចំមកឈុតអញ្ចឹងកិនសម្អាតរៀបចំរួចហើយក៏ដាក់បបរខ្លួនឯងនៅផ្ទាល់ដៃហើយថ្ងៃនេះបបររៀងច្រើនដែរនឹង4 ធុងដាក់ឲ្យឆ្អែតឲ្យចាស់ដៃម្ដងបន្ទាប់ពីដាក់ដើមចេកយើងដាក់ដើមចេកមកសពើសិនទៅបន្ទាប់មកយើងដាក់ចុងកយើងដាក់ប្រហែលជា3 ទៅ 4 គីឡូមួយពេលហើយព្យាយាមដុតភ្លើងវាតិចល្មមទៅអញ្ចឹងបបរហ្នឹងអត់យូរទេតែកន្លះម៉ោងឆ្អិនហើយអញ្ចឹងយើងអាចដុសបែកវាដាក់តាមធុងតាមអីអញ្ចឹងទៅហើយវាឆាប់ត្រជាក់
ចឹងមានថាឃើញសកម្មភាពវីដេអូនេះក៏សប្បាយរីករាយដែរប្រកបជួយទៅមកទៀតគឺមកមើលអាណាញើសដកចេញមានបាន4-5សបុកដែរទុកប្រាំថាចាំលេងសំដៅកៅសុខអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយនៅថ្ងៃអាទិត្យអរគុណជម្រាបលា